សូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំសាជាថ្មីអ៊ីនុសាជាសេកសាឋានរបស់បូរី The Eco Residence សានសុខថ្ងៃនេះខ្ញុំមានជា special review មួយគឺចំពោះផ្ទះជាក់ស្ដែងធម្មតាជាមួយនឹងផ្ទះគំរូរបស់យើងបែបលក្ខណៈ Decor full set និង full option តែម្ដងចង់ដឹងថាតើផ្ទះទាំងពីរនេះគឺមានចំណុចខុសគ្នាកន្លែងណាខ្លះបងប្អូនអាចទស្សនាជាមួយនឹងខ្ញុំដោយយកចិត្តទុកដាក់ហើយនឹងស្វែងយល់ពីចំណង់ចំណូលចិត្តរបស់បងប្អូនផងដែរតោះចាឥឡូវនេះខ្ញុំកំពុងតែនៅក្នុងផ្ទះជាក់ស្ដែងប៉ុន្តែបរិវេណនេះគឺមានអារម្មណ៍ថា clean មែនតើព្រោះផ្ទះយើងគឺស្អាតម៉ូដរចនាបថអីគឺលក្ខណៈប្លែកខុសពីផ្ទះល្វែងទូទៅធម្មតាអញ្ចឹងណាហើយសម្រាប់ផ្ទះជាក់ស្ដែងនេះក៏យើងមានសម្ភារៈជូនបងប្អូនអរគ្នាខ្លះៗដែរដូចជាមានទូទួលនៅខាងក្រោមនេះមួយជាមួយនឹងកង្ហារលើពីដានឈុតទូចក្រានបាយលើក្រោមដែលមានបំពាក់ម៉ាស៊ីនបឺផ្សែងរួចជាស្រាប់ហើយនឹងការបំពាក់ខ្សែស្ពាន់ម៉ាស៊ីនបំពាក់តាមបន្ទប់គេងជូនបងប្អូនទាំងអស់គ្នារួចជាស្រេចផងដែរហើយចំពោះក្នុងផ្ទះនេះយើងមានទំហំទទឹង 4.3 ម៉ែត្រគុណនឹងជម្រៅ 14 ម៉ែត្រហើយចំពោះចំនួនបន្ទប់គេងវិញយើងមាន3បន្ទប់គេង4បន្ទប់ទឹកជាមួយនឹងបន្ទប់សម្រាប់ជួបជុំគ្រួសារមួយទៀតនៅជាន់ទី1ហើយផ្ទះនេះគឺយើងម៉ូដបែបដំបូលកញ្ចក់ skylight នៅខាងលើហើយបងប្អូនទាំងអស់គ្នាក៏អាចដាំសួននៅខាងក្នុងផ្ទះនិងដាំសួននៅខាងក្រោយផ្ទះបានទៀតផងដែរត្រង់ចំណុចនេះក៏ជាចំណុចពិសេសដែលចង់បង្ហាញដល់អតិថិជនគ្រប់រូបឲ្យបានស្វែងយល់កាន់តែច្បាស់ផងដែរចំពោះបន្ទប់ដាក់សម្ភារៈយើងនេះគឺមានភាពធំទូលាយហើយសោភ័ណភាពស្អាតហើយជាពិសេសគ្រប់ទ្វារដែលយើងប្រើប្រាស់ទាំងអស់មិនថាទ្វារដាក់បន្ទប់ទឹកទ្វារបន្ទប់សម្ភារៈឬក៏បន្ទប់គេងគឺយើងប្រើជាប្រភេទទ្វារធ្វើពីឈើធម្មជាតិហើយគុណសម្បត្តិនោះគឺល្អមែនតើគឺធន់មាំល្អមិនមានបញ្ហាស្លេកពណ៌ហើយកាត់បន្ថយសំឡេងពីខាងក្រៅចូលខាងក្នុងបានដល់ 99% ហើយចំពោះចំណុចមួយទៀតហេតុអ្វីបានជាយើងដាក់បន្ទប់សម្ភារៈនៅខាងក្រោមចដាលចំនួនដោយបន្ទប់ទឹកវិញហើយបន្ទប់ទឹកយើងនៅធ្វើខាងក្រៅវិញព្រោះដោយសារកន្លែងនេះយើងចង់រក្សាទី1សុខភាពទី2គឺវាប៉ះពាល់ដល់ការយើងចូលទៅយើងធ្វើឲ្យមានអារម្មណ៍ថាអាប់អួរវាមិនស្លាស់ហើយមិនអាចដាក់ម៉ាស៊ីនបើក្លិនចេញខាងក្រៅបានទេនិយាយរួមគឺវាអាចមានគុណវិបត្តិបើសិនជាយើងដាក់បន្ទប់ទឹកនៅខាងក្រោមហ្នឹងដូច្នេះហើយទើបយើងរុញបន្ទប់ទឹកទៅជាខាងក្រោយវិញដើម្បីងាយស្រួលដល់ម្ចាស់ផ្ទះក៏ដូចជាមានភ្ញៀវគាត់មកលេងងាយស្រួលក្នុងការចេញចូលយើងអាចដាក់ម៉ាស៊ីនបើក្លិនចេញខាងក្រៅបានហើយដោយមិនមានបញ្ហាប៉ះពាល់ផ្សេងៗដូចគ្នាហើយជាពិសេសនោះសម្រាប់ម្ចាស់ផ្ទះមួយចំនួនក៏គាត់ចង់បានមានភាពធំទូលាយក៏គាត់ងាយស្រួលក្នុងការកែឬក៏ប្រឌិតបន្ទប់ទឹកឲ្យធំជាងហ្នឹងតាមតម្រូវការរបស់គាត់ប្រើប្រាស់ផងដែរនេះខ្ញុំមកដល់ជាន់ទី1ហើយជាអ្វីដែលខាងបូរី Eco Residence ចង់បង្ហាញបងប្អូនទាំងអស់គ្នាហើយនឹងជាចំណុចសំខាន់ផងដែរចំពោះបន្ទប់នេះយើងអត់ធ្វើជាបន្ទប់គេងទេដោយសារក្នុងនោះយើងមាន3បន្ទប់គេងស្រាប់ហើយដូច្នេះហើយយើងធ្វើជាបន្ទប់ទំនេរមួយដែលបងប្អូនអាចរៀបចំ Decor ក្នុងការជួបជុំគ្រួសារអាចអង្គុយលេងសម្រាប់ពីការងារហើយនឹងមានបំណងក្នុងការចង់ឲ្យបងប្អូនទាំងអស់គ្នាមានទំនាក់ទំនងកាន់តែស្និទ្ធស្នាលជាមួយនឹងគ្រួសារនិងសមាជិកគ្រួសារនីមួយៗផងដែរហើយចំពោះបងប្អូនអាចមើលបានហេតុអ្វីបានដែលយើងធ្វើផ្អួចនៅខាងក្រោយនេះចំនួននៃការបិទចិត្តឬក៏ដាក់សិនជាព្រោះថានៅទីនេះគឺយើងផ្ដោតទៅលើពន្លឺធម្មជាតិខ្យល់បរិសុទ្ធហើយជាមួយនឹងលំហខ្យល់និយាយរួមគឺធ្វើឲ្យយើងអារម្មណ៍ស្រស់ស្រាយតែម្ដងហើយបងប្អូនអាចកលេចមើលបានចំពោះខាងក្រោយផ្ទះនេះវិញទី1យើងរក្សាសោភ័ណភាពគឺស្អាតទាំងអស់គ្នាហើយទី2នោះគឺចំពោះគម្លាតផ្ទះគឺមានភាពរៀងឆ្ងាយគ្នាខុសពីផ្ទះល្វែងទូទៅដែលយើងធ្លាប់បានស្គាល់និងបានដឹងលើពីមុនចំពោះគម្លាតផ្ទះខាងក្រោយរវាងផ្ទះមួយទៅផ្ទះមួយហ្នឹងគឺចម្ងាយចូលដល់6ទៅ7ម៉ែត្រឯណោះហើយអ្វីដែលកាន់តែសំខាន់នោះគ្រប់រដូវកាលមិនថារដូវភ្លៀងរដូវអីក៏ដោយគឺយើងនៅតែមានពន្លឺធម្មជាតិខ្យល់ធម្មជាតិនិងលំហចេញចូលបានធម្មតាធ្វើឲ្យយើងមានអារម្មណ៍ថាគួរចង់រស់នៅក្នុងផ្ទះនេះមែនតើចានៅខាងក្រៅខ្ញុំនេះគឺជាផ្លូវស្ពានឆ្លងទៅកាន់បន្ទប់គេងហើយនិយាយទៅនៅខាងក្រៅខ្ញុំតតែម្ដងគឺជាបន្ទប់គេងទី1ជាបន្ទប់មេគ្រួសារហើយនៅជាន់ខាងលើយើងក៏មានជាបន្ទប់គេង2ទៀតតោះបងប្អូនអាចអញ្ជើញទៅមើលក្នុងបន្ទប់គេងទាំង3ហ្នឹងថារចនាម៉ូដបន្ទប់នីមួយៗគឺខុសគ្នាបែបណា
បងប្អូនទាំងអស់គ្នាឥឡូវនេះគឺមកដល់ផ្ទះគំរូហើយច្បាស់ណាស់ថាបងប្អូនកំពុងតែទស្សនាវីដេអូនេះប្រកាសជាផ្លាស់ប្ដូរអារម្មណ៍និងចំណាប់អារម្មណ៍ថ្មីត្រូវក៏អត់ព្រោះផ្ទះជាក់ស្ដែងហ្នឹងគឺបងប្អូនមើលទៅលក្ខណៈថាវានៅមានសភាពកលាយឬក៏ល្វឹងល្វើយនៅឡើយដោយសារយើងមិនទាន់ដាក់សម្ភារៈដាក់ការដេកឲ្យចូលទៅមិនទាន់អាចថាចិត្តបងប្អូនអស់គ្នាអញ្ចឹងណាប៉ុន្តែបងប្អូនអាចកលេចមើលផ្ទះគំរូរបស់យើងបានយើងដេក full set បែបនេះហើយជាន់នេះគឺជាជាន់សម្រាប់បន្ទប់ទទួលភ្ញៀវទូទៅឃើញថាស្អាតស៊ីវិល័យហើយ clean មែនតើជាពិសេសនោះម៉ូដ decor របស់យើងហ្នឹងក៏យើងមានអត្ថន័យក្នុងនឹងដែរជាប្រភេទ concept បែប minimalist មិនថាទំនើបបែបស្អាតណាស់ណាពេកទេប៉ុន្តែយើងមើលទៅលក្ខណៈសាមញ្ញតែស្អាតហើយស្រឡះផ្នែកល្អចា៎បងប្អូនទាំងអស់គ្នាឥឡូវយើងដល់ពេលត្រូវតែមើលនៅខាងក្រោយវិញហើយគឺជាកន្លែងមួយដែលយើងរៀបចំសម្រាប់ការទទួលទានអាហារជាមួយនឹងការដេកហ្នឹងចង់ដឹងថាវាស្អាតឬក៏ធំទូលាយបែបណាតោះទៅមើលបងប្អូនគ្នាខ្ញុំកំពុងតែឈរនៅចំចំណុចមួយដែលចំណុចនេះគឺជារចនាបថមកផ្ទះដែលតំណាងឲ្យបុរីរបស់យើងខ្ញុំជាភាព unique របស់បុរី Eco Residence ផងដែរគឺតាក់ទងជាមួយនឹងម៉ូដដំបូលកញ្ចក់ Skyline ដែលនាំចូលពន្លឺធម្មជាតិជាមួយនឹងខ្យល់អាកាសបរិសុទ្ធដែលថ្ងៃឡើងយើងមិនចាំបាច់ត្រូវការប្រើប្រាស់ភ្លើងពន្លឺអគ្គិសនីទេគឺជួយសន្សំសំចៃបានច្រើនហើយបរិយាកាសក៏ស្រស់ស្រាយតាមនឹងផងដែរហើយកន្លែងនេះគឺខ្ញុំបានណែនាំបងប្អូនហើយគឺតាក់ទងពីទ្វារអញ្ចឹងគ្រប់ទ្វារទាំងអស់គឺយើងធ្វើវាឈើធម្មជាតិនឹងទាំងអស់ដូចគ្នាតែម្ដងចាហើយកលេចទៅមើលកន្លែងនេះវិញតាក់ទងនឹងសួនការរៀបចំសួនហ្នឹងមិនសំដៅទៅលើភាពតាក់ទាញធ្វើឲ្យស្អាតតែមួយមុខទេក្នុងហ្នឹងក៏មានជាអត្ថន័យមួយបានន័យថាយើងរស់នៅក្នុងផ្ទះល្វែងធម្មតាក៏អាចមានកន្លែងដាំសួនស្អាតប្រៀបប្រដូចទៅនឹងការរស់នៅបែបវិឡាដែរបានន័យថាការរស់នៅនេះគឺយើងផ្សារភ្ជាប់ជាមួយនឹងធម្មជាតិបានច្រើនជាងមុនអារម្មណ៍យើងក៏ល្អតាមនឹងផងដែរដូច្នេះហើយការរៀបចំសួននេះក៏មិនពិបាកធ្វើដែរយើងក៏មានសុំសួននៅខាងលើសម្រាប់ឲ្យបងប្អូនរៀបចំដូចគ្នាតោះនៅខាងក្រៅនេះជាបរិវេណនៃកន្លែងទទួលទានអាហារដែលផ្ទះបាយរបស់យើងហ្នឹងគឺមានសភាពធំទូលាយហើយយើងរៀបចំ decor នេះបែបលក្ខណៈ classic ស្អាតហើយក៏ស៊ីវិល័យទាន់សម័យជាមួយនឹងបែបម៉ូដផ្ទះដូចគ្នាហើយការទទួលទានអាហារនេះយើងញ៉ាំបដាយើងអាចទស្សនាជាមួយនឹងសួនខាងក្រោយផ្ទះរបស់យើងបាននិយាយរួមគឺការជួបជុំមិនថាគ្រួសារឬក៏ជប់លៀងបងប្អូនអីផ្សេងគឺបរិយាកាសនេះគឺល្អមែនតើបែបទំនើបស៊ីវិល័យមិនថាយើងប្រៀបធៀបទៅនឹងវិឡាទេការរស់នៅផ្ទះល្វែងក៏បែបស៊ីវិល័យដូចគ្នាចា៎នេះគឺជាបន្ទប់សម្រាប់ជួបជុំគ្រួសារនៅជាន់ទី1នេះឃើញថាប្រៀបធៀបជាមួយនឹងផ្ទះជាក់ស្ដែងហើយនឹងផ្ទះគំរូរបស់យើងគឺខុសគ្នាទាំងស្រុងហើយអារម្មណ៍យើងក៏ខុសគ្នាដែរបានថាយើងកលេចមើលមកជាបន្ទប់សម្រាប់ជុំគ្រួសារយើងមានសាឡុងមានទូទួមានតុទូអីគឺមួយស្អាតតែម្ដងប៉ុន្តែក្រៅពីនេះក្នុងបន្ទប់នេះបងប្អូនក៏អាចរៀបចំតាមចំណង់ចំណូលចិត្តនិងតម្រូវការបានដែរក៏មានជាម្ចាស់ផ្ទះមួយចំនួនក៏គាត់អាចផ្លាស់ប្ដូរបន្ទប់នេះទៅជាការិយាល័យ office តខ្លួនរបស់គាត់ធ្វើការក៏បានឬក៏បន្ទប់ជួបជុំគ្រួសារទាំងស្រុងក៏បានឬក៏បន្ទប់ផ្សេងដែលគាត់ចូលចិត្តអញ្ចឹងណាហើយបងប្អូនអាចសាកសម័យជាមួយនឹងខ្ញុំបានថាតើយើងត្រូវគួរ decor បែបណាថែមទៀតទេបងប្អូនអាចមើលក្នុងវីដេអូនេះឬក៏ comment ខាងក្រោមបានឬក៏ឆ្លាញ់បែប decor បែបនេះអាចយកជាគំរូដូចខាងបងប្អូនកំពុងតែណែនាំហ្នឹងបានដូចគ្នាផងដែរមកបងប្អូនទាំងអស់គ្នាសាកក្រឡេកមកមើលពីរចនាបថសំណង់ស្ថាបត្យកម្មដែលខ្ញុំហ៊ាននិយាយថាម៉ូដជញ្ជាំងឥតខ្យល់នេះនៅពេលដែលយើងដើរឆ្លងផ្លូវតាមនេះដូចជាមិនមែនទៅកាន់បន្ទប់គេងសាមញ្ញធម្មតាទេធ្វើឲ្យយើងមានអារម្មណ៍ថាដូចយើងកំពុងតែស្ថិតនៅក្នុងហាងកាហ្វេស៊ីវិល័យឬក៏ក្នុងបែបអគារធំដែលយើងធ្លាប់បានឆ្លងកាត់អញ្ចឹងណានិយាយទៅគឺស្អាតមែនតើហើយក្នុងនោះក៏មានអត្ថន័យជាច្រើនដែលខ្ញុំបានរៀបរាប់នៅជូនបងប្អូនដូចគ្នាចំពោះបង្កាន់ដៃនេះផងដែរគឺឃើញថាកម្ពស់អីគឺសមល្មមល្អសុវត្ថិភាពហើយម៉ូដឈើគឺស្អាតស៊ីជាមួយនឹងមុខផ្ទះជាពិសេសកន្លែងលំហនេះគឺចង់បញ្ជាក់ឲ្យបងប្អូនថាយើងសារជាប់ទំនាក់ទំនងនឹងការសន្ទនាជាមួយនឹងសមាជិកគ្រួសារគឺបានល្អមែនតើ
តោះអញ្ចឹងកុំឲ្យខាត់ពេលយូរគឺខ្ញុំនឹងនាំឲ្យបងកាមេរ៉ាមែនខ្ញុំផ្ទាល់គឺនាំបងប្អូនទាំងអស់គ្នាទៅមើលក្នុងបន្ទប់គេងនីមួយៗហើយក្នុងនោះទៅពេលដែលមើលបន្ទប់គេងហើយខ្ញុំនឹងបង្ហាញចំណុចពិសេសមួយទៀតនៅជាន់ខាងលើតោះឥឡូវទៅមើលមីគាត់ទាំងអស់គ្នាពីការបង្ហាញទស្សនវិជ្ជាក្នុងបន្ទប់គេងគឺបន្ទប់ទឹកប្រើប្រាស់តខ្លួនកាន់តែមានសារៈសំខាន់សម្រាប់បងប្អូនឬក៏ម្ចាស់ផ្ទះជាដើមព្រោះថាបើសិនជាយើងមានផ្ទះស្អាតប៉ុន្តែបន្ទប់ទឹករបស់យើងគឺមិនមានផាសុកភាពក៏យើងពិបាកក្នុងការរស់នៅដែរដូច្នេះហើយបរិយា Eco Residence បានយកចិត្តទុកដាក់ខ្ពស់មែនតើបន្ទប់ទឹកយើងគឺលក្ខណៈ clean និងអនាម័យល្អយើងបែងចែកកន្លែងស្ងួតផ្សេងនិងសើមផ្សេងហើយក្នុងនោះយើងក៏មានបំពាក់កង្ហាបឺក្លិនចេញខាងក្រៅជាមួយនឹងការរត់ប្រព័ន្ធទឹកក្តៅទឹកត្រជាក់រួចជាស្រេចដូច្នេះហើយបងប្អូនគ្រាន់តែទិញជាឧបករណ៍មកគឺដាក់បំពាក់បានហើយខ្ញុំសូម detail មួយទៀតតាក់ទងពីកង្ហាបឺក្លិនគឺកង្ហាបឺក្លិនហ្នឹងយើងមិនមែនបឺក្លិនហើយអាប់អួលនៅលើជាន់ពិដានហ្នឹងទេគឺយើងមានបំពង់សម្រាប់បំភាយចេញទៅខាងក្រៅជាមួយនឹងដាក់គម្របហើយជូនហើយស្រេចនិយាយរួមគឺគិតគូរខ្លាំងមែនតើហើយចំពោះតាមបន្ទប់ទឹកតខ្លួនហ្នឹងគឺមានលក្ខណៈខុសគ្នាទៅលើឡាយបានការ៉ូជាមួយនឹងឡាយការ៉ូជញ្ជាំងហើយក្នុងនោះក៏បញ្ជាក់ជូនបងប្អូនផងដែរសម្ភារៈតុបទឹកដែលយើងមកពាក់ជូនក្នុងផ្ទះគំរូជាមួយនឹងសម្ភារៈតុបទឹកចាស់ស្ដែងគឺដូចគ្នាគឺថែមជូនមួយឈុតដូចគ្នាតែម្ដងតោះអញ្ចឹងយើងទៅមើលទស្សនវិជ្ជាផ្សេងៗទៀតក្រៅពីនេះផងដែរចា៎បងប្អូនទាំងអស់គ្នាសម្រាប់ជាន់ខាងលើនេះជាជាន់ពិសេសមួយដែលថាអាចលម្អិតឲ្យអតិថិជនក៏ដូចជាម្ចាស់ផ្ទះដែលគាត់បានដឹងច្បាស់អំពីសំណង់ផ្ទះនិងការរៀបចំរបស់បរិយា Eco Residence ចំពោះជាន់ដំបូល Skylight ដែលខ្ញុំតែងតែនិយាយមិនសិនហ្នឹងគឺបានន័យថាយើងមិនមែនធ្វើ Skylight កញ្ចក់ពេញមកដំបូលហ្នឹងទាំងអស់ទេយើងធ្វើលួចមុត Skylight បន្តិចដើម្បីចូលពន្លឺធម្មជាតិខាងក្នុងផ្ទះប៉ុន្តែជាក់ស្ដែងដំបូលផ្ទះខាងយើងគឺមានដំណាក់កាលយើងមានពីដានឡង់សេបន្ទាប់មកស័ង្កសីពីលើថែមមួយជាន់ទៀតអញ្ចឹងគឺ3ស្រទាប់ហើយពិតជាមានគុណសម្បត្តិនិងអត្ថប្រយោជន៍មែនទែនដើម្បីជួយថែទាំផ្ទះរបស់យើងល្អពីការជ្រាបទឹកមានកម្រិតខ្ពស់តែម្ដងគឺសុវត្ថិភាពនិងសំណង់រឹងមាំហើយបន្ទាប់ពីហ្នឹងគឺខ្ញុំចង់បង្ហាញមួយទៀតទាក់ទងនឹងជណ្ដើរឡើងទៅជាន់ដំបូលសម្រាប់នេះជាជណ្ដើរស្វាដែលបុរីពិតជាគិតគូរដល់ម្ចាស់ផ្ទះហើយនឹងជាងមែនតើហេតុអ្វីបានខ្ញុំនិយាយថាជាងគឺចំពោះប្រព័ន្ធម៉ាស៊ីនត្រជាក់កតុយសិនជាឬក៏ការធ្វើ maintenance ផ្សេងៗហ្នឹងគឺយើងរឹងទៅធ្វើនៅជាន់ដំបូលទាំងអស់បានន័យថាជញ្ជាំងរបស់យើងនីមួយៗតាមជាន់មិនមានការចោះជញ្ជាំងផ្ទះដាក់ទយោម៉ាស៊ីនត្រជាក់ដាក់អីទេកុំឲ្យមានការខូចខាតនិងប៉ះពាល់ផ្សេងៗនៅពេលដែលភ្លៀងមកវាមានករណីថាជ្រាបបេតុងផលប៉ះពាល់ផ្សេងៗអញ្ចឹងណាអញ្ចឹងទៅបានយើងសុខចិត្តយើងចំណាយបាច់បន្ថែមចំណាយជាថវិកាដើម្បីគិតគូរដល់ម្ចាស់ផ្ទះក្នុងការតប្រព័ន្ធនយោស្ព័ន្ធឡើងទៅជាន់ខាងលើតែម្ដងដូច្នេះហើយពេលជាងក៏ចង់ប្រើប្រាស់តសិនជាអីក៏អាចឡើងទៅលើបានហើយបើសិនជាករណីថាត្រូវលាងសិនជាឬក៏ហូរទឹកហូរអីនោះគឺវាចូលក្នុងស៊ីហ្វុងលូមកខាងក្រោមជាការស្រេចដោយមិនមាន
ប៉ះពាល់ជញ្ជាំងផ្ទះនិងខូចសោភ័ណភាពផ្ទះនោះឡើយសូមអរគុណដល់បងប្អូនទាំងអស់គ្នាក៏ដូចជាអតិថិជនគ្រប់រូបដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ក្នុងនោះក៏ចង់បញ្ជាក់បងប្អូនដែរបើសិនជាបងប្អូនចាប់អារម្មណ៍ស្រឡាញ់ជាផ្ទះជាក់ស្ដែងចង់ដេកខ្លួនឯងអាចមើលផ្ទះខ្ញុំ review ជូនមុននឹងបានតែបើសិនជាបងប្អូនមិនចង់ស្មុគស្មាញច្រើនចង់មានជាសម្ភារៈស្រាប់អាចអញ្ជើញមកមើលផ្ទះគំរូនេះបានរវាងផ្ទះទាំងពីរគឺមានតម្លៃ special discount ដូចគ្នាហើយមួយទៀតបើសិនជាបងប្អូនចាប់អារម្មណ៍ឬក៏ចង់សិក្សាព័ត៌មានលម្អិតសិនអាចឆាតចូល page ឬក៏ call តាមរយៈលេខទូរស័ព្ទដៃឬបើសិនជាបងប្អូនអាចមានពេលទំនេរអាចឆ្លៀតពេលអញ្ជើញមកមើលដល់ទីតាំងផ្ទាល់របស់ខាងប្អូនបានក្នុងនោះក៏យើងមាន promotion បូករួមជាមួយនឹងការ discount នឹងបន្ថែមទៀតផងដែរអរគុណច្រើនសូមគោរពលា The Eco Residence sense of comfort of living.